ងឺភ្នែកកទុយថ្លែនខ្ញុំមកលើកនិយាយពីរោគសញ្ញាហើយនឹងការវិវត្តហើយនឹងការប្រើប្រាស់ទទួលបានលទ្ធផលចាតកតងនឹងបញ្ហាភ្នែកកទុយថ្លែនវាដុសពីដើមភ្នែកឬក៏ពីគល់ភ្នែកចាវាកើតឡើងមកពីការរីកលូតលាស់ខុសប្រក្រតីនៃភ្នែកសនៃភ្នែករបស់យើងដែលយើងហៅថាជាលិកាភ្នែករបស់យើងណាហើយវាបង្កជាផលរំខានគឺចាប់ដើមស្ងួតរមាស់រកម្មសាក្តៅហៀទឹកភ្នែកកាហាយភ្នែកនៅពេលដែលយើងទុកកាន់តែយូរកំហុសរបស់យើងចាប់ដើមមានការថយចុះចាពិបាកក្នុងការមើលឃើញខ្សោយក្នុងការមើលឃើញតែម្ដងហើយវាកាត់ឡើងចំពោះអ្នកដែលគាត់មានសុខភាពដូចជាអ្នកខ្លះទៅសុខភាពរបស់គាត់ខ្សោយអាយុរបស់គាត់ច្រើនកោសិការបស់ភ្នែកគាត់ខ្សោយនិងក៏ប្រឈមជំងឺភ្នែកកទុយថ្លែនឬក៏ចំពោះពុកម៉ែបងប្អូនដែលគាត់ធ្វើការនៅក្រោមពន្លឺកម្ដៅថ្ងៃខ្លាំងដោយអ្នកធ្វើការសំណង់បងប្អូនយើងដែលធ្វើស្រែចម្ការឬក៏អ្នកដែលគាត់ប្រើភ្នែកយូរម៉ោងប្រើកុំព្យូទ័រប្រើអីច្រើនហ្នឹងក៏គាត់ប្រឈមនឹងជំងឺភ្នែកដែរចាដែលយើងហៅថាជំងឺភ្នែកកទុយថ្លែនហ្នឹងហើយភ្នែកកទុយថ្លែនវាកាត់ឡើងមកពីកត្តាប្រឈមជាច្រើនដូចកត្តាបរិយាកាសធូលីដីហុយចាឬក៏តកតងនឹងអាយុចាអាហ្នឹងក៏យើងកើតដែរកទុយថ្លែនហើយកទុយថ្លែននេះយើងប្រើប្រាស់ជាប្រភេទថ្នាំគ្រាប់លេបយើងផ្ដោតលើការរំលាយសាច់ខ្លាញ់ដោយការប្រើប្រាស់ជាប្រភេទថ្នាំគ្រាប់លេបរំលាយសាច់ខ្លាញ់បែបសុវត្ថិភាពដែលមិនមានផលប៉ះពាល់សុខភាពទេយើងប្រើអាចចន្លោះពី3ឬក៏ទៅ5ថ្ងៃឬក៏មួយសប្តាហ៍បងប្អូននឹងទទួលបានលទ្ធផលល្អចាប្រភេទសាច់ខ្លាញ់កទុយថ្លែនគឺវានឹងរំលាយសាច់ខ្លាញ់បែបធម្មជាតិរលាយមកតាមពពកភ្នែកតិចតិចអានឹងវារលាយពីភ្នែកតតែភ្នែករបស់យើងសថ្លាស្អាតហើយបងប្អូនឃើញតអូខ្លាញ់រលាយចេញពីភ្នែកតិចយើងញ៉ាំទៅរលាយពីភ្នែកទៅវាធ្វើឲ្យភ្នែករបស់យើងខូចខ្សោយឬក៏ល្ងិតអត់ទេបងប្អូនទាំងអស់គ្នាចាពេលយើងញ៉ាំទៅគឺវារំលាយតិចតិចយើងមានអារម្មណ៍ថាដូចពពកភ្នែកដូចអាចភ្នែកអញ្ចឹងវាស្អិតស្អិតមកតាមពពកភ្នែកដូចអាចភ្នែកអញ្ចឹងមកតិចតិចអានឹងយើងព្យាយាមសម្អាតទៅខ្លាញ់នឹងវារលាយអស់ហើយអានេះមិនត្រឹមតែរំលាយខ្លាញ់កទុយថ្លែនទេជួយព្យាបាលពិបាកភ្នែកពីខាងក្នុងទាក់ទងនឹងបញ្ហាភ្នែកស្ងួតកំហុសរបស់យើងចាប់ផ្ដើមមានការថយចុះស្ដារកោសិកាបាភ្នែកពីខាងក្នុងកង្វះវីតាមីនកង្វះសារធាតុចិញ្ចឹមដែលគេហៅថាបាភ្នែករបស់យើងខ្សោយដែលបាភ្នែករបស់យើងខ្សោយហ្នឹងហើយដែលវាប្រឈមឲ្យយើងពិបាកមើលប្រឈមឲ្យយើងស្ងួតប្រឈមឲ្យយើងមានអារម្មណ៍ថាល្មាស់លកម្មនឹងឯងអញ្ចឹងយើងញ៉ាំថ្នាំដើម្បីរំលាយខ្លាញ់កទុយថ្លែនដើម្បីស្ដារពីកោសិកាបាភ្នែកផ្ដោតលើកំហើញឲ្យភ្នែករបស់យើងត្រឡប់មកប្រក្រតីវិញផងដែរចាដោយសារភ្នែកយើងស្ងួតអ្នកខ្លះទៅស្ងួតដោយសារទឹកភ្នែករបស់យើងផលិតមកវាអត់មានគុណភាពឬក៏ភ្នែករបស់យើងអត់អាចផលិតទឹកភ្នែកយើងមកប្រើប្រាស់បានទឹកភ្នែករបស់យើងអាសាក្តៅពេលណាដែលវាហៀហូរទឹកភ្នែកមកវាឆាប់រលាកនៅភ្នែកពណ៌សរបស់យើងហៅថាភ្នែកសនៃភ្នែកហ្នឹងវារលាកវាធ្វើឲ្យយើងមានអារម្មណ៍ថាក្តៅផ្សាចុករយនៅក្នុងភ្នែកមានអារម្មណ៍ថាពិបាកក្នុងការមើលឃើញក្រហមក្តៅយើងមានអារម្មណ៍ថាវារំខានណាវាមានអារម្មណ៍ថាដូចក្តៅមុខក្តៅមាត់ចង់ឈឺក្បាលចង់ក្តៅខ្លួននៅពេលដែលអ្នកដែលគាត់ឧស្សាហ៍ក្តៅភ្នែកហើយក្តៅភ្នែកហ្នឹងគឺស្ងួតហ្នឹងគឺគាត់អ្នកខ្លះត្រូវម៉ាស៊ីនត្រជាក់ត្រូវដង្ហាលឲ្យបានទេឬក៏អ្នកខ្លះគាត់នៅក្រោមម៉ាស៊ីនត្រជាក់គាត់មានអារម្មណ៍ថាភ្នែករបស់គាត់រឹងស្ងួតត្រូវដង្ហាលឡានទៅម៉ាស៊ីនត្រជាក់ឡានគាត់មានអារម្មណ៍ថាឈឺផ្សាតែម្ដងចាគឺគាត់ពិបាកប្រឈមនឹងអាខ្យល់ដោយអ្នកខ្លះទៅចេញទៅខាងក្រៅមានខ្យល់មានធូលីដីហុយគាត់មានអារម្មណ៍ថាភ្នែកគាត់ចាប់ដើមចាប់បានអាធូលីទូចនៅពេលភ្នែកយើងស្ងួតវាចាប់អាធូលីទូចនឹងជាប់ពេលធ្វើឲ្យភ្នែករបស់យើងស្ងួតឈឺញីចុះញីឡើងទៅវាបែកទៅជាប្រភេទសាច់ខ្លាញ់ពេលណាយើងញីចុះញីឡើងធ្វើឲ្យភ្នែករបស់យើងកាន់តែរលាកកាន់តែខ្លាំងអញ្ចឹងបងប្អូនដែលធ្លាប់ប្រើប្រាស់ផលិតផលជាច្រើនធ្លាប់ធ្វើការព្យាបាលជាច្រើនកន្លែងមិនទទួលបានលទ្ធផលល្អបងប្អូនធ្វើការតាក់ទងមកនាងខ្ញុំបាននាងខ្ញុំមានជាឱសថសម្រាប់ដំណោះស្រាយជូនបងប្អូនទាំងអស់គ្នាដែលយើងប្រើប្រាស់ជាប្រភេទថ្នាំគ្រាប់លេបអត់មានផលប៉ះពាល់សុខភាពក្រោយពីការប្រើប្រាស់ទេចាអត់ប៉ះពាល់ថ្លើមប៉ះពាល់តម្រងនោមឬក៏មានបញ្ហាសុខភាពថ្ងៃក្រោយទេយើងចូលជាឱសថប៉ុន្តែបែបធម្មជាតិប្រើប្រាស់ដោយសុវត្ថិភាពទំនុកចិត្តខ្ពស់មានការទទួលស្គាល់ត្រឹមត្រូវថ្នាក់ជាតិនិងអន្តរជាតិផងដែរចា